vì số một ở này ở một press là cái việc ngày này để trong ban tiền có ở lực mà mình muốn sản xuất đầu tiên cho nên ngày này lực ban được vô một được nông nghiệpទី5ដែលទៅជាមួយ basketball បាទហើយនៅក្នុងចំណុច lesson 5 គឺ screen time ហើយថ្ងៃនេះលោកគ្រូចង់ឲ្យបងប្អូនអរគ្នាចេះអំពីការអានណាចេះអំពីការអានជួយ reading ហើយយើងនឹងស្វែងរករបស់លេងរបស់ពួកគាត់ទាំង3នាក់ដូចជា Toby, Pat ហើយនិង Sarah ដូចគ្នាដែរគាត់កំពុងតែបាត់របស់គាត់នៅណាទេរបស់លេងរបស់គាត់ណាដែលនៅក្នុងវិជាមួយនេះអញ្ចឹងយើងទាំងអស់គ្នាទៅអានហើយយើងនឹងស្វែងរករបស់ក្មេងលេងរបស់គាត់ណាបាទតើគាត់នៅកន្លែងណារបស់គាត់ហ្នឹងនៅកន្លែងណាតោះដើម្បីនៅក្នុងការអានបានយើងត្រូវតែស្ដាប់ជាមួយសិនណាយើងស្ដាប់ហើយបាទយើងចូលទៅដល់ការអានដើម្បីយើងដឹងពាក្យខ្លះដែរណាតោះឥឡូវនេះលោកគ្រូនឹងសូមចាក់ឲ្យបងប្អូនទាំងអស់គ្នាស្ដាប់សិនតោះឥឡូវចាប់ដើម This is Toby. His toy is under a tree. What is it? Her name is Sarah. Can you see her toy? It is on the slide. His name is Pete. His toy is in the goal. Can you see it? Okay. តោះអញ្ចឹងបងប្អូនបានស្ដាប់ម្ដងមួយហើយអញ្ចឹងលោកគ្រូអានឲ្យបងប្អូនអរគ្នាប្រើវិជាដែលព្រះអង្គបានបង្កើតឲ្យយើងណាដើម្បីយើងស្ដាប់ទាំងអស់គ្នាណាហើយយើងអានជាមួយលោកគ្រូតោះហើយយើងស្ដាប់សិន This is Toby. His toy is under a tree. What is it? បាទអញ្ចឹងយើងចូលទៅដល់ទី2សិនចាំយើងកន្លែងទៅមើលរបស់បងប្អូនគាត់ណាតោះ Her name is Sarah. Can you see her toy? It is on the slide. His name Pete. His toy is in the goal. Can you see it? បាទតោះឥឡូវយើងទៅអានជាមួយលោកគ្រូដោយសំឡេងមួយទាំងអស់គ្នាណាតោះ 1 2 3 This is Toby. His toy is under a tree. What is it? Her name is Sarah. Can you see her toy? It is on the slide. His name Pete. His toy is in the goal. Can you see it? Okay, តោះអញ្ចឹងយើងបានអានហើយឥឡូវនេះលោកគ្រូនឹងបកប្រែបងប្អូនអរគ្នាណា This is Toby បាទនេះគឺជា Toby ណាបាទ Toby គឺមួយនេះបាទក៏កំពុងស្វែងរករបស់គាត់ហើយ Toby នេះតោះ His toy is under a tree បាទអញ្ចឹងរបស់លេងរបស់គាត់ហ្នឹងគឺនៅណានៅក្រោមដើមឈើអញ្ចឹងយើងឃើញនៅក្រោមដើមឈើមួយនេះណាអញ្ចឹងយើងអាចឃើញមានអីគេនេះបាទហើយគេសួរថា What is it តើវាជាអ្វីដល់ហើយយើងឃើញ is a car ណា is a car យើងឃើញមានឡានមួយនេះណាអូខេអញ្ចឹងរបស់លេងរបស់គាត់ដែលបាត់ហ្នឹងគឺ car ណាឡានណាតោះឥឡូវទៀត Her name is Sarah បាទឈ្មោះរបស់នេះគឺ Sarah Can you see her toy បាទតើនេះអាចឃើញរបស់លេងរបស់គាត់អត់ណាឥឡូវយើងមើលនេះ Sarah មួយណា Sarah បាទ Sarah នេះណា Sarah ក៏កំពុងរករបស់គាត់ដែរតោះ is in on sorry it is on the slide បាទអញ្ចឹងវានៅលើតូងរំបាទ is a kite ណានេះខ្លែងណាបាទនេះរបស់Sarah ណាអូខេតោះឥឡូវយើងទៅទី3 his name Pete បាទឈ្មោះរបស់គាត់គឺទីទៅណាបាទទីមួយនេះពាក់តា10ជូននេះបាទ his toy is in the goal បាទអញ្ចឹងរបស់លេងរបស់គាត់គឺនៅក្នុងអីគេនៅក្នុងទីបាទទីដែលយើងសុំចូលហ្គោលណាបាទនេះតែយើងឃើញដូចជារាងនេះដូចជា frisbee បាទ frisbee អូខេ Can you see it បាទតើអាចឃើញវាតោះអញ្ចឹងយើងឃើញថារបស់គាត់ហ្នឹងគឺ frisbee បាទអញ្ចឹងនៅក្នុងgoal ណាបាទនៅក្នុង goal ណាដែលយើងហៅថាទីកន្លែងទីចាំទីរបស់អ្នកលេងបាល់ណាបាទអរគុណសង្ឃឹមថាបងប្អូនអរគ្នាអាចនឹងយកមេរៀននេះយកទៅអានជាមួយមិត្តភ័ក្តិជាមួយនឹងឪពុកម្ដាយបងប្អូននៅផ្ទះហើយអាចនឹងចេះបកប្រែដូចគ្នាដែរបាទជាចុងក្រោយលោកគ្រូសូមអរគុណសូមព្រះប្រទានពរ